រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការជាបន្ទាន់មួយចំនួនរួមទាំងការពង្រឹងការងារយ៉ាងជិតស្និទ្ធជាមួយអង្គការ UNESCO គណៈកម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីការពារនិងលើកតម្លៃរមណីយដ្ឋានវប្បធម៌ធម្មជាតិនៃប្រាសាទព្រះវិហារភេសជ្ជៈបើកម្លាំង Dragon ថាមពលថ្មីចម្រាញ់ពីយិនសិនតាមរយៈសារលិខិតក្នុងឱកាសខួប18ឆ្នាំនៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក7កក្កដា2008 7កក្កដា2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ថាទោះបីជារាជរដ្ឋាភិបាលកម្ពុជាបានខិតខំជំរុញដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈក្របខ័ណ្ឌច្បាប់អន្តរជាតិនិងយន្តការទ្វេភាគីដែលមានស្រាប់ក៏ការប្រឈមផ្នែកប្រដាប់អាវុធបានធ្វើឲ្យប៉ះពាល់ដល់សម្បត្តិបេតិកភណ្ឌមួយចំនួនរួមទាំងប្រាសាទព្រះវិហារនោះផងដែរនៅក្នុងឱកាសនេះសម្ដេចធិបតីបានសម្ដែងនូវសេចក្តីសោកស្ដាយជាទីបំផុតចំពោះមហាវិនាសកម្មមកលើសម្បត្តិបេតិកភណ្ឌវប្បធម៌ជាទីគោរពសក្ការៈរបស់យើងកាលពីខែកក្កដានិងខែធ្នូឆ្នាំ2025កន្លងទៅក្នុងនោះរួមមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រាសាទព្រះវិហារចំនួន562កន្លែងនិងការបំផ្លាញកិច្ចខិតខំប្រឹងប្រែងក្នុងរយៈពេលជិត20ឆ្នាំកន្លងទៅសម្ដេចថានេះគឺជាការបាត់បង់ដ៏ធំធេងមិនត្រឹមតែសម្រាប់កម្ពុជានោះទេប៉ុន្តែសម្រាប់បេតិកភណ្ឌរបស់មនុស្សជាតិទាំងមូលសម្ដេចធិបតីហ៊ុនម៉ាណែតបន្តថាចំពោះមុខការខូចខាតទាំងនេះរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការជាបន្ទាន់មួយចំនួនរួមទាំងការពង្រឹងការងារយ៉ាងជិតស្និទ្ធជាមួយអង្គការ UNESCO គណៈកម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីការពារនិងលើកតម្លៃរមណីយដ្ឋានវប្បធម៌ធម្មជាតិនៃប្រាសាទព្រះវិហារនិងដៃគូពាក់ព័ន្ធទាំងអស់ទាំងជាតិនិងអន្តរជាតិក្នុងការវិយតម្លៃការខូចខាតនិងមានវិធានការអភិរក្សព្រមទាំងស្នើសុំឲ្យមានការបញ្ជូនអ្នកជំនាញការអន្តរជាតិចុះពិនិត្យវាយតម្លៃការខូចខាតជាពិសេសបាននឹងកំពុងអនុវត្តសកម្មភាពសម្អាតអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនិងសំណល់គ្រាប់បែកចង្កោមទល់ទ្រសង្គ្រោះប្រាង្គប្រាសាទកុំឲ្យដួលរលំបន្តទៀតការប្រមូលនិងអភិរក្សថ្មចម្លាក់ដែលបានបាក់បែកធ្លាក់រាយប៉ាយពាសពេញបរិវេណប្រាសាទជាដើមរាជរដ្ឋាភិបាលកម្ពុជាបន្តផ្ដល់អាទិភាពដល់កិច្ចការអភិរក្សនិងស្ដារតម្លៃប្រាសាទព្រះវិហារក្នុងទិសដៅច្បាស់លាស់ដើម្បីប្រែក្លាយការឈឺចាប់ទៅជានិមិត្តរូបបន្ថែមនៃសាមគ្គីភាពនិងភាពរឹងមាំរបស់កូនខ្មែរ